各位同学，大家好！今天我们的初级汉语口语就开始上到第一课了。ចឹងសួស្តីកូនសិស្សទាំងអស់គ្នានៅមេរៀនសន្ទនាភាសាចិនដំបូងរបស់យើងថ្ងៃនេះគឺយើងបានមកដល់មេរៀនទី1ហើយអញ្ចឹងមុននឹងចូលទៅដល់មេរៀនគឺលោកសើសុំណែនាំទៅទាំងអស់គ្នាចំពោះសភៅណាលោកសើមានសភៅពុម្ពតម្លៃត្រឹមតែ 15,000 រៀលទេកូនសិស្សអាចទិញសភៅនេះដើម្បីជាជំនួយដល់ការរៀនរបស់យើងណាអញ្ចឹងយើងក៏ចូលទៅកាន់មេរៀនរបស់យើងហើយសូមកូនសិស្សទាំងអស់គ្នាជួយចុច follow subscribe លោកសើមួយផងណាដើម្បីជាការលើកទឹកចិត្តលោកសើក្នុងការធ្វើវីដេអូបន្តទៀត好我们现在就要上到第一课អញ្ចឹងមេរៀនទី1កូនសិស្សមេរៀនទី1យើងហៅថា第一课ណា第一课第一课មេរៀនទី1你好你好មានន័យថាសួស្តីណា你好你好សួស្តី第一课មេរៀនទី1你好សួស្តី好，各位同学，我们现在就看我们的课文内容有哪些的ថ្ងៃនេះយើងមកមើលណាខ្លឹមសារមេរៀនរបស់យើងតើមានអីខ្លះតើទី1មានពាក្យថា我គឺខ្ញុំណា我ខ្ញុំ你អ្នកណាឥឡូវយើងមើល我មួយសិនណាគឺលោកសើបរៀនយើងប្រកប 拼音 ផងដោយសារវគ្គមុនយើងបានស្គាល់ 拼音 ស្គាល់ une mou សង mou ស្គាល់ការលើកដាក់សំឡេងអញ្ចឹងឥឡូវនេះយើងមកប្រកប 拼音 បណ្ដារៀនភាសាចិនរៀនអក្សរចិនបណ្ដាណាហើយអញ្ចឹងយើងមើលណា我យើងបានអក្សរ u o សលេងទី3我我好我គឺខ្ញុំណា我ខ្ញុំពាក្យទី2យើងបានពាក្យថានីអ្នកអញ្ចឹងយើងមើលណអ៊ីសលេងទី3ណអ៊ីនីណអ៊ីនីអ្នកពាក្យទី3យើងបានពាក្យថាហ្នឹងគឺគាត់ណាគាត់នេះនាងចាកន្លែងនេះយើងបកប្រែថានាងគឺជនទី3តែគាត់ជាមនុស្សស្រីអញ្ចឹងយើងមើលពីអ៊ីងធថានាងហើយពាក្យទី4យើងបានពាក្យថាដែរប៉ុន្តែថានេះគឺគាត់ណាសំដៅទៅលើជនទី3បុគ្គលទី3ដែលជាមនុស្សប្រុសអញ្ចឹងយើងមើលអានថាដូចគ្នាណាប៉ុន្តែពីរនេះគឺអក្សរខុសគ្នាអក្សរដែលមានអក្សរញីខាងមុខនេះគឺបញ្ជាក់ឲ្យមនុស្សស្រីណាតោះឥឡូវយើងមើលទី5យើងបានពាក្យថាហោយើងមើលពីអ៊ីងហឺណាព្យញ្ជនៈហឺយើងស្គាល់ហើយហឺដាក់ស្រអោមកណាហឺអោហោមានន័យថាល្អហើយយើងមើលពាក្យទី6យើងបានពាក្យថាហិនហោមានន័យថាល្អណាស់ឬមួយក៏សុខសប្បាយតោះអញ្ចឹងយើងមើលភីងអ៊ីងហឺអិនហិនហឺអោហោហិនហោមានន័យថាល្អណាស់ឬមួយក៏សុខសប្បាយក្នុងន័យសួរសុខទុក្ខគ្នាណាយើងអាចឆ្លើយថាហិនហោបានតើយើងមើលពាក្យទី7យាហិនហោយានេះមានន័យថាកអីមួយអញ្ចឹងណាកដែរគេឯងដែរអញ្ចឹងទៅតើអញ្ចឹងយើងមើលភីងអ៊ីងយាសលេងទី3ណាយាសលេងទី3ហឺអិនហិនសលេងទី3ដូចគ្នាហឺអោហោយាហិនហោមានន័យថាក៏ល្អណាស់ណាឬមួយក៏សុខសប្បាយដែរពាក្យចុងក្រោយយើងបានពាក្យថា谢谢មានន័យថាអរគុណតើយើងមើលពីអ៊ីងស៊ីអ៊ី谢谢អញ្ចឹង谢នេះភាគច្រើនគឺយើងចេះហើយអត់រៀនក៏យើងចេះដែរមែនទេអញ្ចឹងគឺទី1នេះគឺយើងមករៀនស្គាល់ពាក្យមួយណាអញ្ចឹងថ្ងៃនេះយើងបានពាក្យថាវបានពាក្យថានីបានពាក្យថានាងនិងថាគាត់បានពាក្យថាហោបានពាក្យហិនហោ
也很好，蛮别谢谢。好，现在我们的简单生词都学会了，là nó cứ ពាក្យស្រួលៗនេះគឺយើងរៀនចេះហើយយើងនឹងចូលទៅកាន់ខ្លឹមសារបន្តទៀតពាក់ព័ន្ធទៅនឹងទម្រង់សំណួរ好现在我们来学习这个问题哈问题哈ណាគឺគេហៅសញ្ញាសំណួរអញ្ចឹងយើងធ្វើម៉េចទើបយើងយល់ថាសញ្ញាសំណួរនឹងម៉េចអញ្ចឹងទី1គឺយើងស្គាល់ពីអក្សរម៉ាមានន័យថាទេឬទេណាអញ្ចឹងឲ្យតែទម្រង់សំណួរគឺមានអក្សរម៉ានៅពីក្រោយណាអញ្ចឹងយើងត្រូវចាំណាទម្រង់សំណួរមានអក្សរម៉ានៅខាងក្រោយណាអក្សរនេះអក្សរមួយនេះយើងហៅថាអក្សរម៉ាហើយយើងមានឧទាហរណ៍ដូចជាហៅម៉ាហ្នឹងគឺល្អទេ这个好吗មួយនេះល្អទេណាគឺហៅម៉ាមួយនេះល្អទេគឺទម្រង់សំណួរទេហ្នឹងគឺត្រូវតែមានម៉ានៅកន្ទុយណាបន្ទាប់មកទៀតមានពាក្យថានីហៅម៉ាគេសួរថាអ្នកសុខសប្បាយទេនីហៅម៉ាអ្នកសុខសប្បាយទេថាហៅម៉ាគាត់សុខសប្បាយទេអញ្ចឹងទម្រង់សំណួរនេះគឺខ្លីៗងាយយល់ទេដល់សួរគាត់ថាមិនពិបាករៀនឥឡូវនេះគឺពាក្យយើងចេះហើយទម្រង់សំណួរក៏យើងចេះហើយអញ្ចឹងយើងមកផ្នែកទី3នៃខ្លឹមសារមេរៀនរបស់យើងគឺ造句和对话គឺយើងមករៀនបង្កើតប្រយោគនិងសន្ទនាយកតែម្ដងតោះអញ្ចឹងយើងបានក្មេងប្រុសមួយក្មេងស្រីមួយគាត់និយាយគ្នាណាអញ្ចឹងពាក្យទី1ដែលគាត់និយាយគ្នាគាត់និយាយថាម៉េចនិយាយថានីហៅមានន័យថាសួស្ដីអញ្ចឹងខាងបុរសនេះគាត់និយាយថានីហៅខាងនារីក៏គាត់ឆ្លើយមកវិញថានីហៅសួស្ដីដូចគ្នាណាហើយខាងបុរសក៏គាត់ថាទៀតនីហៅម៉ាតើអ្នកសុខសប្បាយទេនេះគឺជាម៉ាទម្រង់សំណួរណាហើយខាងនារីក៏ឆ្លើយថា我很好你呢ខ្ញុំសុខសប្បាយណាស់ចុះអ្នកវិញឲ្យតែយើងចង់សួរបកទៅគេវិញយើងអាចប្រើពាក្យនីណាចុះអ្នកវិញចាចុងក្រោយគេខាងបរោះនេះគេឆ្លើយថា我也很好ខ្ញុំក៏សុខសប្បាយដែរណា我也很好ខ្ញុំក៏សុខសប្បាយដែរ谢谢อกุน好现在老师大概念给大家听一下ចឹងឥឡូវហ្នឹងគឺ老师អានឲ្យអ្នកទាំងអស់គ្នាស្ដាប់បន្តិចណា你好吗我很好你呢我也很好谢谢好，各位同学，你都听到老师念了是吧？现在要你跟着老師一起練習អញ្ចឹងឥឡូវហ្នឹងគឺយើងមកអនុវត្តជាមួយ老師ណា老師អានមួយយើងអានតាមមួយដែរអូខេតោះចាប់ផ្ដើម你好吗我很好你呢我也很好谢谢好你读得很好好谢谢你好现在我们的第一课要结束了大家要做作业了ឥឡូវនេះមេរៀនទី1របស់យើងគឺចប់ហើយអ្នកទាំងអស់គ្នាត្រូវធ្វើកិច្ចការផ្ទះ这个作业就是很简单的你要学字练习写字有你好吗我
练习一下ចឹងមេរៀននេះកិច្ចការគឺនិយាយទេគឺយើងមកសរសេរណារៀនសរសេរអក្សរនេះអក្សរហអក្សរម៉ាស់អក្សរវ៉ាណាចឹងបើសិនជាយើងមានសភៅពុម្ពយើងសរសេរនៅក្នុងសភៅពុម្ពទៅសភៅពុម្ពមានតារាងអក្សរនេះស្រាប់បើយើងអត់មានសភៅពុម្ពទេយើងអាចសរសេរក្នុងសភៅnotebook របស់យើងបាន好，各位同学，我们就学习到这里，谢谢各位同学也关注一下老师啊，ជាងកូនសិស្សទាំងអស់គ្នា complete ចុច follow subscribe 老师ម្នាក់មួយណាហើយជួបគ្នានៅវីដេអូក្រោយនៅក្នុងមេរៀនទី2នៃសៀវភៅភាសាចិនសន្ទនាដំបូងហ៎谢谢各位再见